ម៉ាស៊ីន4ដាក់កន្លែងណាម៉ាស៊ីន6ដាក់កន្លែងណាបាទសួស្តីបងប្អូនគ្នាក្នុងបណ្ដាញសង្គមហ្នឹងចង់បកស្រាយរឿងឡានតិចព្រោះមិញមានអ្នកសួរគាត់រត់ទិញឡានជីថ្មីហើយគាត់សួរឲ្យខ្ញុំក៏មែនអ្នកដឹងពីឡានអីច្រើនដែរបាទគឺអត់សូវដឹងដល់គ្នាដែរទេតែក្នុងចំណុចមួយហ្នឹងគឺខ្ញុំដឹងច្បាស់អញ្ចឹងខ្ញុំក៏ប្រាប់គាត់លក្ខណៈថាដូចថាលេងសើចឬក៏និយាយលេងមួយគាត់ខ្លះអញ្ចឹងណាហើយគាត់តែទៅជាខឹងយើងវិញបាទរឿងហ្នឹងវាចេះតែតុងឡានម៉ាស៊ីន4ម៉ាស៊ីន6គាត់ទិញឡានចឹងទៅគាត់សួរយើងគាត់រត់ទិញអត់ទាន់ទិញទេតើគួរប្រើឡានម៉ាស៊ីន4ឬក៏ម៉ាស៊ីន6ល្អជាងហើយខ្ញុំក៏ដូចសួរគាត់ទៅឆោតវិញណាខ្ញុំក៏ថារត់ទិញណាបានបាទឡានម៉ាស៊ីន4ហ្នឹងរត់ទិញណាមានហើយឡានម៉ាស៊ីន6ហ្នឹងរត់ទិញណាមានខ្ញុំនិយាយលក្ខណៈលេងសើចមួយគាត់ណាបាទអញ្ចឹងគាត់ក៏ថាសួរដូចអត់ដឹងដូចយើងហ្នឹងអត់ដឹងអីចឹងបាទខ្ញុំប្រាប់គាត់ថាអត់មានឡានម៉ាស៊ីន4ទេហើយក៏អត់មានឡានម៉ាស៊ីន6ដែរគឺឡានណាក៏ម៉ាស៊ីន1ដែរប្រាប់គាត់ចឹងម៉ាស៊ីន4ដាក់កន្លែងណាម៉ាស៊ីន6ដាក់កន្លែងណាបាទហើយមានលុយចាក់សាំងដែរអីម៉ាស៊ីន4ម៉ាស៊ីន6ហ្នឹងបើម៉ាស៊ីនតែមួយស៊ីសាំងក្បែរ10លីត្រឬក៏ឡានខ្លះ10លីត្រលើសហ្នឹងចុះមកម៉ាស៊ីន4ទៀតម៉ាស៊ីន6ទៀតតើស៊ីប្រមាណបាទអញ្ចឹងកន្លែងហ្នឹងក៏បងអ្នកលក់ឡានគាត់សារនិយាយរឿងម៉ាស៊ីន4ម៉ាស៊ីន6តាមពិតកន្លែងហ្នឹងដូចស៊ីឡាំងណាគេប្រើពាក្យស៊ីឡាំងឬក៏ប៊ីស្តុងបាទប៊ីស្តុងឬក៏ស៊ីឡាំងព្រោះប៊ីស្តុងហ្នឹងវារៀងវាដូចស៊ីឡាំងអញ្ចឹងបាទរៀងដូចស៊ីឡាំងអញ្ចឹងគេប្រើគេនិយាយម៉ាស៊ីនហ្មងទៅបាទខ្ញុំនិយាយលេងសើចមួយគាត់អញ្ចឹងទៅដល់ពេលដំបូងគាត់ចង់ខឹងយើងដល់ពេលយើងបកស្រាយទៅគាត់ថានិយាយលេងទេបាទអញ្ចឹងម៉ាស៊ីន4ម៉ាស៊ីន1អាស្រ័យលើការប្រើប្រាស់របស់គាត់ទេនិយាយថាបើប្រើប្រាស់ច្រើនហើយចុះខេត្តអីជិះឆ្ងាយយើងប្រើម៉ាស៊ីនធំទៅវាជិះទៅវា smooth ស្រួលអីបាទគាត់ថាស៊ីសាំងវាស៊ីជាងម៉ាស៊ីនតូចបាទម៉ាស៊ីនធំវាអត់សមចាយដែលយើងជន់បានអញ្ចឹងទៅហើយតម្រូវលើការប្រើប្រាស់ដែរយើងជិះឆ្ងាយចុះខេត្តចុះអីត្រូវចុះផុងចុះអីអត់ប្រើផុង1ផុង2ទៀតបាទប្រាប់គាត់ច្រើនទៅបាទតែនេះជាចំណុចមួយដែលថ្មបងប្អូនយល់ច្រឡំឡានម៉ាស៊ីន4ម៉ាស៊ីន6ហ្នឹងឯងបាទគឺមានតែម៉ាស៊ីន1ទេបាទ